អ្នកនៅតាមបណ្ដាខេត្តអ្នកភ្នំពេញឃើញវីដេអូនេះចំណែនប្រច័នអ្នកសៀបរៀបទៅដែរហ្នឹងហើយអ្នកសៀបរៀបមានអីគ្រប់សពចង់ប្រាសាទចង់ព្រៃចង់មើលភេចង់មើលស្វាហើយចង់ទៅមើលធម្មជាតិពិតដូចជាកបីគោអីគឺមានគ្រប់សពទាំងអស់គឺសៀបរៀបគឺបណ្ដុំទៅដោយរបស់របរគ្រប់ប្រភេទទាំងអស់ចង់របស់ហូបចង់របស់ផឹកចង់មច្ឆាចង់ឲ្យតាត្រេនគេអ្នកសៀបរៀបគឺគេហៅថាទីកន្លែងលេខ1សម្រាប់មកដើរលេងសម្រាប់មកដិតយកទស្សនភាពផ្សេងអីសៀមរៀបគឺរវ៉ាដាច់គេហើយនេះកន្លែងនេះអត់ឆ្ងាយប្រហែលទេបើថាចង់ទៅលេងចង់ទៅឃើញអីគឺនៅខាងជើងប្រាសាទអង្គរវត្តភាគច្រើនគឺទឹកពិតជំវិញប្រាសាទអង្គរវត្តហ្នឹងអានឹងនៅខាងជើងយើងអាចជិះម៉ូតូបានតាមតាមផ្លូវគេគៀកតាមតសិនទឹកណាហើយដល់អាគេខាងជើងហ្នឹងសុំមានមនុស្សទេហើយយើងយកទៅផៅទៅអង្គុយអានហើយមានគេខ្វៀកបីខ្វៀអីហើយយើងអង្គុយនឹករលឹកទៅបើថាអ្នកស្រែបាននឹកឃើញពីទស្សនភាពនេះដូចខ្ញុំអញ្ចឹងមកពីស្រែមកពីចកាអីនឹកឃើញការពីនៅក្មេងៗខ្វៀគោខ្វៀកបីអីវិចបាយវិចអីយកទៅញ៉ាំក្នុងព្រៃវាប្រយ៉ាងដែរប៉ុន្តែកបីដូចនេះវាសំណាងក្នុងថាវានៅនឹងគោវានៅចិត្តគោវាឃើញមានភ្ញៀវទៅចងឃើញអីវាអត់ទៅខ្លាចទេបើថាកបីអ្នកស្រុកស្រែវិញអីវាឃើញមនុស្សចេះកិនវត្តកិនជល់កាបាច្រើនមនុស្សទៅកន្លែងនេះពេលដែលសម្រាប់ពីការងារពីការសិក្សាគេទៅនាំគ្នាអង្គុយញ៉ាំអីអានសភៅហើយកុំភ្លេចណាអ្នកនរគ្នាបើថាបានទៅញ៉ាំហើយកុំភ្លេចទៅខ្ចប់មកវិញផងកុំចោលដេកផ្ដាស់ដោយសារតែយើងធ្វើឲ្យទេសភាពសកម្មភាពរបស់យើងគឺវានៅតែស្រស់វានៅតែស្អាតហើយណាគិតកបីដោយនេះប្រហែលជាតុងម៉ោង2ម៉ោង3អីម្ចាស់គេចាប់ផ្ដើមដេញឲ្យមកងូតទឹកងូតអីណាហើយវាស៊ីស្មៅតាមនឹងព្រោះថាវាស៊ីតាំងពីគោធំរហូតដល់គោវត្តនេះវាចូលពេញព្រៃពេញអីអស់ហើយបើតាមមើលទៅការតាមសសិនគោខាងជើងនេះគឺមានតែអ្នកសៀបរៀបទេដែលអ្នកស្គាល់អ្នកមកពីចង្ងាយមិនសូវស្គាល់ប្រហែលទេស្គាល់តែសសិននៅខាងត្បូងនឹងភាគច្រើនយើងជិះមកពីផ្លូវកងម៉ៃឬក៏ផ្លូវពីសៀបរៀបមកគឺឃើញអង្គុយអានឹងគេអង្គុយគេអាចមើលឃើញតែផ្លូវខាងជើងវាអត់មានផ្លូវអីឲ្យអ្នកដំណើរមើលឃើញទេបើថាយើងទៅជាគូឬក៏សង្សារអីវាមានតែ2អ្នកជួនកាលឃើញមានម៉ូតូ1 2ជិះតាមតែថាចង់ទៅផ្លូវខាងក្រោយផ្លូវខាងក្រោយគោណាជិះមកចាក់មកត្រង់មកប៉ុន្តែឥឡូវដូចឃើញគេបិទប៉ុន្តែផ្លូវខាងជើងបើយើងជិះតាមផ្លូវចិត្តប្រខែងមកជិះចូលមកខាងកើតមកគឺចូលបានអត់អីទេកុំអោយថាអ្នកសេមរៀបមានគ្រប់សពអីជិះលេងមកភ្នែកម៉ាឌ្រីតមកបង10000អូន10000ហើយចិត្តគ្រប់ទេហ្នឹងហើយអូន50បង50ទៅ100មកលេងជិះម៉ូតូលេងហើយទៅវិញអាចដែរ100មកលេងមួយថ្ងៃអញ្ចឹងបើមកហូបអាហារវាមិនសូវថ្លៃប្រហែលក្នុងបើតំបន់ទេសចរយើងលេង free ហើយដូចមកដល់លេងកន្លែងនេះតើអ្នកតំបន់អ្នកសៀមរាបបានស្គាល់ហើយសៀមរាបអង្គុយលេងមើលទេសភាពមានបីមានព្រៃដូចសាអូស្អាតម្យ៉ាងមកគេដែរបាត់តុកបាត់កវល់យើងខំធ្វើការខំចៃថាមកលៀងគូក្បាលហ្នឹងបាច់ទៅដល់សមុទ្រឬក៏បាច់ទៅដល់ភ្នំទេមកតែខាងគោវត្តមកតែសិនខាងជើងលៀងគូក្បាលយុទ្ធនាហើយសង្ឃឹមថាថ្ងៃក្រោយទៅក៏ឃើញអ្នកទាំងអស់គ្នាទៅដល់លេងឬក៏ឃើញខ្ញុំខាងផងតែជាពីថ្ងៃគេទៅទៀតហើយបើបាទទស្សនភាពចេះចេះអីនៅទេមិនសក់ទេបើថាមានបាយមានទឹកអីវាទឹកពុយស៊ីឆ្ងាញ់ជាងផ្ទះណែអរគុណច្រើនជួបគ្នានៅសិនគោរបស់គ្នាសិនខាងជើងណា